មួយថ្ងៃមិនទាន់ចាប់ដើមស្រួលបួលផងក៏ដល់ម៉ោង6ល្ងាចបាត់ទៅហើយថ្ងៃច័ន្ទទើបតែមកដល់សោះក៏ស្រាប់តែមកដល់ថ្ងៃសុក្របាត់ទៅហើយមួយខែក៏កន្លងផុតទៅបាត់ទៀតមួយឆ្នាំក៏ស្ទើរតែកន្លងផុតទៅដែរឥឡូវជីវិតរបស់យើងកន្លងផុតទៅអស់ស្រាប់តែនឹកឃើញថាបានបែកបានឃ្លាតឆ្ងាយដែលឥតថ្ងៃជួបវិញបែកពីលោកឪពុកអ្នកម្ដាយបែកពីមិត្តភ័ក្តិហើយយើងទើបតែដឹងខ្លួនថាអ្វីៗទាំងអស់បានកន្លងបងអស់ហើយមិនអាចត្រឡប់វិលទៅអតីតកាលវិញបានឡើយដូច្នេះហើយមានតែគិតគូររស់ក្នុងបច្ចុប្បន្នកាលនេះឲ្យបានល្អនិងត្រឹមត្រូវឲ្យអស់ពីលទ្ធភាពរស់នៅជាមួយពេលវេលាដែលសេសសល់ឲ្យបានល្អបំផុតមិនគួរបណ្ដេតបណ្ដោយខ្លួនឲ្យធ្លាក់ចុះក្នុងរណ្ដៅអតីតកាលសោកស្ដាយសោកសៅចំពោះអ្វីដែលកន្លងផុតទៅហើយចែករំលែកអ្វីដែលអាចចែកបានមានចំណេះវិជ្ជានិងបទពិសោធន៍ជាដើមចូលញញឹមដាក់បញ្ហាតូចតាចរបស់ជីវិតបញ្ហាតូចតាចដែលធ្វើឲ្យយើងដឹងថាយើងកំពុងរស់កំពុងមានជីវិតបញ្ហាតូចតាចដែលឲ្យយើងស្គាល់រសជាតិជីវិតជាលំអជីវិត